ជាបរិបទលោកសាទរក្រាមដំបូលសន្តិភាពរបស់ថ្នាក់ដឹកនាំអានោះយើងនិយាយគ្នាច្បាស់ចឹងហើយចាំមើលថាតើក្រោយពេលយើងធ្វើការផ្សព្វផ្សាយជូនដំណឹងទៅមន្ត្រីពាក់ព័ន្ធនឹងរដ្ឋមន្ត្រីបាទរដ្ឋមន្ត្រីទទួលបន្ទុកបាទគណៈកម្មការរដ្ឋមន្ត្រីបាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបាទរដ្ឋមន្ត្រីស្ដីពីការទទួលបន្ទុកផ្នែកទាំងអស់នេះខ្ញុំជឿជាក់ទទួលបានពីវិទ្យុ FM 102និងផ្សាយចេញព្រមគ្នាតាមលើ page បាទចំនួន3និង YouTube ក៏ដូចជាមានផ្សព្វផ្សាយតាមបាទ Radio 102គឺជូនដំណឹងនេះទៅមន្ត្រីពាក់ព័ន្ធទី1រដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមរដ្ឋមន្ត្រីគ្រប់គ្រងក្រសួងនិងបាទប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមរៀងខ្លួនបាទបើអនុវត្តទេខ្ញុំនឹងផ្សព្វផ្សាយជំរាបជូនទៅសម្ដេចតេជោផ្ទាល់តែម្ដងបាទតែផ្សាយទៅលោកក៏បានមើលដែរលោកមើលពីព្រោះ FM 102យើងរក្សាទី1គឺរក្សាតម្លៃបាទសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលោកបានបញ្ជាក់យ៉ាងច្បាស់ថាសំខាន់ណាស់គឺបាទអសន្តិភាពនេះចឹងរក្សាឲ្យបានដូចគ្នាស្របពេលដែលសន្តិភាពយើងមានហើយអញ្ចឹងច្បាប់ទាំងឡាយណាដែលបទបញ្ញត្តិដែលបានដាក់មកគួរតែអស់លោករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីបាទប្រធានស្ថាប័នពាក់ព័ន្ធគួរតែអនុវត្តវិធានការច្បាប់ចំពោះបុគ្គលណាខូចឬក៏ម្ចាស់សំណង់ណាដែលបានសាងសង់រំលោភចូលទន្លេផ្ទុយនឹងអនុក្រឹត្យឬកំពុងតែបញ្ច្រាស់ទិសនឹងច្បាប់អានោះយើងនិយាយអីនេះត្រង់អញ្ចឹងបាទហើយបើសិនអត់វាយចោលទេខ្ញុំផ្សាយរហូតដល់មានការរុះរើវាយកំទេចចោលណាមួយកុំឲ្យប៉ះពាល់ដល់នាវាចរផ្លូវទឹកពីព្រោះសំខាន់ណាស់បាទហើយដោយសំណង់នៅកោះលងចិនអញ្ចឹងបាទហើយបើសិនជាមានអនុក្រឹត្យទាំងអស់នេះបទបញ្ញត្តិទាំងអស់នេះហើយខ្ញុំជឿជាក់ទៅលើគណៈរដ្ឋមន្ត្រីទាំងអស់នោះនឹងធ្វើការរឿងនេះបាទជូនបងប្អូនជីវរដ្ឋនិងជូនទៅប្រមុខរាជរដ្ឋាភិបាលឲ្យដឹងថាអស់លោកធ្វើការយ៉ាងមុតមមផងដែរអរគុណបាទ